ក្រុមជម្រើសជាតិបាល់ទាត់នារីកាន់តែធ្វើឲ្យអ្នកគាំទ្រមានមោទនភាពបន្ទាប់ពីស្មើទល់នឹងក្រុមហុងកុងហេតុអីបាននិយាយបែបនេះដោយសារតែហុងកុងចំណាត់ថ្នាក់របស់គេលេខ80បងប្អូនហើយកម្ពុជាយើងបើនិយាយពីចំណាត់ថ្នាក់បាល់ទាត់នារីគឺ118បាទជំរាបសួរបងប្អូនដែលគាំទ្រវិស័យបាល់ទាត់នៅកម្ពុជាបងប្អូនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងបាល់ទាត់នារីនៅក្នុងពានរង្វាន់ជម្រុះ AFC Asian Women's Cup Qualifier ឆ្នាំ2026ប៉ុន្តែជម្រុះឆ្នាំ2025ហើយក្រុមដែលឡើងគឺឡើងទៅកាន់ឆ្នាំ2026បងប្អូនទាំងអស់គ្នាក្រុមការដឹកនាំរបស់លោកហ៊ុនឡាវបូរវីហើយនេះគឺមានលោក Cornel Nester គាត់មកចូលរួមក្នុងការជួយគ្រាន់ថាការដឹកនាំបង្វឹកកន្លងទៅឬក៏ការវឹកហាត់តាំងពីដើមទីមកគឺលោកហ៊ុនឡាវបូរវីហើយការដឹកនាំក្នុងពានរង្វាន់ AFF Championship សម្រាប់បាល់ទាត់នារីនេះក៏លោកហ៊ុនឡាវបូរវីបានដឹកនាំដែរអញ្ចឹងតកតងទៅនឹងមោទនភាពចង់ជំរាបជូនបងប្អូនថាកម្ពុជាពិតជាធ្វើបានល្អក្នុងពីប្រកួតនៅក្នុងដីជាពិសេសគឺស្មើនឹងយកឈ្នះហ្គាំ1-0ដែលហ្គាំនេះគឺចំណាត់ថ្នាក់របស់គេ97ដែរយើង118យើងអាចឈ្នះហ្គាំ1-0អញ្ចឹងចំណាត់ថ្នាក់របស់យើងធានាថានឹងឡើងតែឥឡូវនេះគឺមិនទាន់ឡើងខែនេះទេតែយ៉ាងណាយើងនៅតែចំណាត់ថ្នាក់118ដដែលទោះបីយើងមិនទាន់គិតលទ្ធផលទៅនឹងហ្គាំបញ្ជាក់បងប្អូននៅពេលដែលឈ្នះហ្គាំនោះគឺឈ្នះហ្គាំនៅក្នុងជំនួបមិត្តភាពប៉ុន្តែការប្រកួតវគ្គចែកពូលឬក៏វគ្គជម្រុះនៅក្នុងពានរង្វាន់AFC Asian Women Cup Qualifier នេះគឺយើងស្មើទល់នឹងហុងកុងគេមិនអន់ប្រមាណទេបងប្អូនចំណាត់ថ្នាក់របស់គេគឺលេខ80បើនិយាយពី80ហ្នឹងបងប្អូនណាគឺលើទាំងសេនេហ្គាល់លើទាំងអាល់ហ្សេរីលើទាំងម៉ុងតេនេក្រូអេលសាវ៉ាដ័រលើទាំងម៉ាល់តាគីយ៉ាណាលើទាំងទុយនីស៊ីទៀតលើទាំងបារ៉ែនលើទាំងអេស៊ីបទៀតនេះបើយើងលើទាំងឥណ្ឌូនេស៊ីទៀតបាទឥណ្ឌូនេស៊ីដែលយើងចាញ់3-1នៅក្នុងពានរង្វាន់ AFF ហ្នឹងគឺលើទាំងឥណ្ឌូនេស៊ីទៀតបាទបងប្អូនអញ្ចឹងគឺចំណាត់ថ្នាក់របស់គេនេះគឺល្អប្រសើរដោយសារតែគេលេងបានលទ្ធផលល្អអញ្ចឹងទៅចំណាត់ថ្នាក់ចេះតែកើនឡើងបែបណាក្តីនេះគឺជាលទ្ធផលមួយគួរឲ្យកត់សម្គាល់ហើយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ត្រឹមឆ្នាំ2024រហូតដល់ឆ្នាំ2025នេះបងប្អូនការស្មើទល់នឹងហុងកុងនេះធ្វើឲ្យក្រុមនារីកម្ពុជាគឺស្ថិតនៅលេខ3នៅក្នុងតារាងហើយហ្វីលីពីនគេឈ្នះអារ៉ាប៊ីសាអូឌីត3-0អញ្ចឹងគឺគេនៅកំពូលតារាងហើយហុងកុងស្ថិតនៅលេខ2កម្ពុជាលេខ3អារ៉ាប៊ីសាអូឌីតលេខ4បងប្អូនតាំង8ពូលហ្នឹងគឺគេយកតែមួយក្រុមទេឡើងទៅវគ្គបន្តអញ្ចឹងនៅថ្ងៃទី2ខែកក្កដាម៉ោង7យប់បងប្អូនកុំភ្លេចទៅជួយគាំទ្រក្រុមនារីរបស់យើងដែលកំពុងតែធ្វើបានល្អបាទនៅពហុកីឡដ្ឋានជាតិអញ្ចឹងថ្ងៃទី2ហ្នឹងគឺប៉ះនឹងក្រុមហ្វីលីពីនដែលជាក្រុមខ្លាំងមួយបងប្អូនដែលគីឡូរបស់គេគឺគីឡូលំដាប់ខ្ពស់សម្រាប់ហ្វីលីពីននេះចឹងបងប្អូនកុំភ្លេចបាទទៅជួយលើកទឹកចិត្តក្រុមនារីកម្ពុជាផងសង្ឃឹមថាក្រុមនារីកម្ពុជាដ៏ក្លាហាននៅលើវាលស្មៅនេះនឹងធ្វើបានល្អជូនជនរួមជាតិដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់បន្ថែមទៀតបាទលើកបងប្អូនបន្តិចថាក្រុមជម្រើសជាតិហ្វីលីពីនផ្នែកនារីនេះគឺបច្ចុប្បន្នគេឈរចំណាត់ថ្នាក់លេខ41បងប្អូននៃលំដាប់ពិភពលោកគឺមិនមែនអន់ប្រមាណទេហើយក៏គេបានចូលរួមនៅក្នុងការប្រកួតកម្រិត World Cup ដែរអញ្ចឹងបើសិនជាកម្ពុជាធ្វើបាននៅថ្ងៃទី2ខែកក្កដាខាងមុខទល់នឹងហ្វីលីពីនបានត្រឹមតែស្មើឬក៏មានឈ្នះទៀតរឹតតែអស្ចារ្យហើយកំណត់ត្រានេះនឹងចារជាប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់កម្រិតជម្រើសជាតិនារីរបស់យើងជាមិនខានអញ្ចឹងការជួបនឹងហ្វីលីពីនគឺត្រូវការកម្លាំងចិត្តយ៉ាងច្រើនកុះករពីបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជាបាទបន្ទាប់ពីជួបហ្វីលីពីនហើយក្រុមកម្ពុជាគឺបិទគូតនៅថ្ងៃទី5ខែកក្កដាម៉ោង7យប់ដូចគ្នាគឺត្រូវប៉ះក្រុមអារ៉ាប៊ីសាអូឌីតដែលក្រុមអារ៉ាប៊ីសាអូឌីតនេះគឺបានបើកឆាកចាញ់ហ្វីលីពីនរហូតដល់3-0អញ្ចឹងយើងរងចាំមើលថាពីប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិនារីរបស់យើងនឹងធ្វើបានល្អកម្រិតណាបងប្អូនទាំងអស់គ្នាយើងក៏លេខមើលការប្រកួតទល់នឹងក្រុមហុងកុងតិចវគ្គទី1យើងថាមិនសូវបានល្អប៉ុន្មានប៉ុន្តែវគ្គទី2ការលេងចេញពីខាងស្ដាំការលេងចេញពីហុកសាអូឌីកីឡាករអធិស្ឋានកីឡាករនីលេខ12ហ្នឹងគឺជាប់ជាកីឡាករនីល្អប្រចាំការប្រកួតនៅពេលដែលស្មើហុងកុង1-1អញ្ចឹងមួយគ្រាប់ក៏រួមចំណែកពីហុកសាអូឌីហើយការបោះកាត់ចេញពីខាងស្ដាំការអូសបាល់ចេញពីខាងស្ដាំញាប់ញយគឺបានធ្វើឲ្យគេជាប់ជា
កីឡាករដែលល្អប្រចាំការប្រកួតបាទអរគុណបងប្អូនចំពោះការតាមដានវីដេអូនេះកុំភ្លេច Subscribe YouTube របស់ខ្ញុំតាមដានលើ Page Fan of Nature Sport Refresh រួមទាំង Page របស់ខ្ញុំឆនតិតបាទជម្រាបលាយើងជួបគ្នាវីដេអូក្រោយរឿងវែងតិចឥឡូវគឺដាក់ខ្លីប៉ុណ្ណឹងសិនបាទ